បាទផលិតជូនកាមធុងមួយតម្លៃតែ$500ទេហើយអ្វីដែលចំណេញយើងនឹកស្មានដល់ទេបាទអាហ្នឹងគឺចាក់ប៉ុនមួយជូនទៅប៉ុន្តែខ្ញុំធ្វើនេះសម្រាប់បរិញ្ញាទេណាគឺយោមចាក់ខ្ញុំទៅធ្វើផលិតប្រព័ន្ធហ្នឹងគ្រប់គ្រាន់អត់ទេធុងមួយនេះ$500ទេតែ$500ទេយកទៅផលិតធ្វើអីខ្លះបងនេះបាទអានេះដែលនឹកស្មានដល់ទី1គឺយើងបានជូនកាមជូនកាមខុសពីផេងកាមជុំកាមវានៅជាលក្ខណៈជុំហើយវាមានសារធាតុចំដល់ពិសេសជួយរឹសទៅដល់រុក្ខជាតិបាទគាត់អាចជំនួសជីបងគាត់ជួយបានទៅទេបាទអានឹងហើយក៏អាចយកទៅធ្វើជីកប៉ុកជីអីហ្នឹងគឺមកហេតុជាតែយើងមានហើយຕົកយើងកំពុងណាស់ជុំកាមដើរសុំគេក៏បានដែរអានឹងដើរសុំកាមបាទដើរសុំកាមគេមកព្រោះអានេះយើងដុតទៅប៉ុន្តែដុតមួយថ្ងៃទេណាវាដុតបានយូរទៅតំម្ដងតិចទៅលក្ខណៈហើយយកអាជុំកាមហ្នឹងធ្វើជាជីបាទធ្វើជាជីបាទហ្នឹងបងអាចជួយរស់បានមែនទេខ្លាំងល្អណាស់បាទប៉ុន្តែមិនមែនផេងកាមទេផេងកាមបើសិនជាដុតសុកទៅជាផេងកាមអានោះទៅជាកម្អល់វិញហើយបាទអញ្ចឹងអត់ទៅបានជួយអីទេចំណេញធំជាងគេគឺជីអាហ្នឹងទី1បាទអាហ្នឹងបើយើងធ្វើលក្ខណៈគ្រួសារល្មមអាហ្នឹងគឺចំណេញច្រើនណាស់យើងកាត់ខូចជីបានរហូតដល់50%បើសិនជាប្រើមួយក្រហ្នឹងចំណេញបាទអាហ្នឹងចំណុចទី1ចំណុចទី2គឺយើងបានគេហៅថាទឹកពេញកាមចឹងបាទចឹងគ្នាមកបានទឹកពេញកាមអញ្ចឹងទឹកពេញកាមដែលយើងនេះហ្នឹង1លីត្រគេដល់500លីត្រទឹកដែលធ្វើជាខាំសាឡាត់បាទអាដាក់សាឡាត់ទៅចាក់ទឹកអត់តែពិតពពួកដែលស្លាប់ទាំងអស់ហ្នឹងគឺយើងដាក់ទៅទី1គឺវាអត់ងាប់ទេប៉ុន្តែអត់បន្តពូជបានទេបាទអាហ្នឹងគឺលក្ខណៈពិសេសដែលយើងស្រាវជ្រាវមកឃើញហើយមានឯកសារយោងច្រើនណាស់ចាក់ប៉ុណ្ណឹងអស់ហ្នឹងនេះទឹកពេញកាមបាទគេយកទៅលាយបាទយកទៅបាញ់ក៏យកលាយទឹកហ្នឹងបាន500លីត្រទឹកហើយបាញ់វាទៅបាទហើយទៅប្រើប្រសិទ្ធភាពខ្លាំងមែនទែនពពួកបន្លែបាទហើយវាដល់ហើយយើងអត់ញ៉ាំទៅអត់ប៉ះពាល់ដល់សុខភាពទេហើយរាល់ថ្ងៃខាងចន្ទីប្រើច្រើនដែរហើយជាមួយនឹងពួកម្រេចពួកអីទាំងអស់ហ្នឹងគឺសត្វល្អិតដែលស្លាប់បាទសត្វស្លាប់ហ្នឹងវាអត់បន្តពូជមិនមែនទៅដល់ដាក់ទៅធ្វើឲ្យវាងាប់ទេហើយលក្ខណៈក្លិនវាឈ្មោលខ្លាំងណាស់អញ្ចឹងបើសិនជាបងប្អូនដែលផលិតបានខ្ញុំគិតថាបើដីត្រឹម4-10ហិកតាអីយើងធ្វើឲ្យបានតែ4-10លីត្រទៅយើងគ្រប់គ្រាន់គ្រប់មួយឆ្នាំហើយបាទប៉ុន្តែហ្នឹងដីនេះហ្នឹងមួយថ្ងៃផលិតបានតែ2លីត្រទេណាពេលនេះបាទបងប្អូនខ្លះនេះអត់ដឹងអូតាឆ្នាំផលិតបាទឆ្នាំគីមីចិត្តប្រើទៅគេទៅប្រើទៅបាទហើយប្រើទៅវាអស់លុយច្រើនបាទតែដល់ពេលអានេះបងប្អូនមើល$500ដល់គ្នាមើលអូយហើយប្រើមកនេះក៏ផលិតវិញដឹងប្រហែលហិកតាទេបងបាទយើងអាចធ្វើប្រព័ន្ធការយកតែមួយនេះគឺខ្ញុំគិតថាគ្រប់គ្រាន់លក្ខណៈការពុនដល់ហាត់បាទខ្ញុំផលិតទៅខាងប្រើទៅប៉ុន្តែចូលហុយយន្តលក់អស់នេះអត់លក់ទេប៉ុន្តែផលិតបានមកទិញបានតែដល់រឿងធំនេះគឺយើងអត់បានលក់ទេប៉ុន្តែយើងជួយលើកទឹកចិត្តឲ្យកសិករគាត់ធ្វើខ្លួនឯងបាទមិនជួយយើងកោមកដល់ចូលថានេះខ្ញុំបោះលេងជូនសម្រាប់តែគាត់ត្រូវការហើយបោះលេងឲ្យតាក់ទងទិញចោះនេះជាបេះដូងសហគមន៍ខ្មែរដល់គ្នានិយាយរួមគាត់លក់ជីប៉ុន្តែបរិញ្ញាអ្នកទាំងអស់គ្នាធ្វើជីបាទអញ្ចឹងហើយនេះគឺជាធំបាទជុំកាមដែលទាំងអស់គ្នាមើលទឹកស្មានដល់ទៅ$500ហើយគ្នាយើងដែលអត់ចេះផលិតទេមកបាទមករៀនពីមកសំខាន់មែនទែនកាត់បន្ថយចំណាយពិតប្រាកដគឺអ្វីដែលយើងអាចធ្វើខ្លួនឯងហើយចំណាយចោះទុននេះមិនមែនធ្វើឲ្យសម្រាប់ប្រើមួយឆ្នាំទេខ្ញុំអាចតែប្រើបានរហូតដល់4-5ឆ្នាំបាទហើយសំខាន់ពេលដែលប្រេងឡើងថ្លៃនេះក៏ទុកទីហើយបាទតើអស់ឡើងថ្លៃបាទហើយទាំងឆ្នាំសត្វល្អិតទាំងប្រេងទាំងជីទាំងអីហ្នឹងណាចឹងបើតោះគ្នាដូចបងលើកឡើងអានេះ$500ប៉ុន្តែវាជួយកាត់បន្ថយការប្រើប្រាស់ជីបានច្រើនមកឲ្យឆ្នាំសត្វល្អិតទៀតនេះគឺជាកលឹកធំមែនទែនបាទហើយគ្នាយើងដែលចង់មករៀនអាចមករៀននៅថ្ងៃទី28បាទថ្ងៃសៅរ៍នេះបាទ28ខែ3នេះមកទាំងអស់គ្នាមានជំនួបម្ចាស់ចការច្រើនមែនទែនបាទរាប់រយនាក់បាទជួបមួយអ្នកកែច្នៃបាទជួបមួយនឹងអ្នកផ្ដល់ទុនឲ្យបាទដើម្បីដោះស្រាយបញ្ហាបងប្អូននៅក្នុងវិស័យកសិកម្មបាទចឹងទេបាទទាំងអស់គ្នាចង់មកទស្សនកិច្ចរោងចក្រជីហុយយន្តផ្ទាល់តែម្ដងអាចមកនៅថ្ងៃទី28នឹងបាទហើយអ្វីដែលធំជាងគេបំផុតទាំងអស់គ្នាមករៀនកំណត់បច្ចេកទេសហើយរៀនរោទីផ្សារនៅថ្ងៃហ្នឹងទាំងអស់គ្នាបាទចង់ចុចពោះបងនេះអាចតាក់ទង caption នៅលើ Telegram នៅលើ caption ផ្ទាល់តែម្ដងអរគុណ
ឱកាសពិសេសសម្រាប់ម្ចាស់ចំការដូងស្វាយចន្ទទីនិងដំណាំកៅស៊ូដែលកំពុងស្វែងរកទីផ្សារជំនួសម្ចាស់ចំការអ្នកកែច្នៃនិងអ្នកផ្ដល់ទុនថ្ងៃទី28ខែមិនិនាឆ្នាំ2026ជួបជាមួយអ្នកបញ្ជាទិញផ្ទាល់ជួបជាមួយនឹងអ្នកផ្ដល់ទុនជួបជាមួយនឹងអ្នកជំនាញរៀនពីបច្ចេកទេសទិន្នផលខ្ពស់និងពង្រីកទីផ្សារតម្លៃសម្បត្តិចូលរួមត្រឹមតែ$10ប៉ុណ្ណោះចំនួនមានកំណត់អ្នកចូលរួមអាចមានឱកាសផ្សងសំណាងយកកាដូអនុស្សាវរីយ៍ម៉ូតូ Honda Wave ឆ្នាំ2026ចំនួន5គ្រឿងចុះឈ្មោះឥឡូវនេះតាមរយៈ Telegram ខាងក្រោម